បាទសួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះជួបជាមួយខ្ញុំម្ដងទៀតហើយគឺការ៉ាស់លក់ម៉ូតូនៅប្រទេសជប៉ុន CKH យើងខ្ញុំបាទហើយថ្ងៃនេះគឺមានប្រភេទម៉ូតូអាគប់មួយគ្រឿងទៀតកម្លាំង 110cc ហើយម៉ូតូអាគប់នេះគឺយើងខ្ញុំនឹងដាក់ទៅក្នុងទូពីជប៉ុនទៅខ្មែរហ្នឹងប្រហែលជាមួយអាទិត្យទៀតទេបាទហើយម៉ូតូអាគប់នេះមើលទៅគឺស្អាតគ្រាន់បើក្រទី1គឺខ្ញុំគិតថាមកពីកុងទ័រគីឡូរបស់វាប្រើប្រាស់ពិតប្រាកដគឺតែជាង 4000 គីឡូតែប៉ុណ្ណោះបាទ 4000 គីឡូហើយម្ចាស់ដើមមុនហ្នឹងខ្ញុំគិតថាគេចូលចិត្តជាអ្នកដឹកអវ៉ាន់ច្រើនផងដែរអញ្ចឹងហើយគឺគេ customize នេះអាកន្ត្រកនេះអត់ដែលមានទេបងប្អូនកន្ត្រកហ្នឹងធំហ៎បងប្អូនយើងមើលពីចេះទៅគឺធំហ៎បងប្អូនកន្ត្រកមុខហ្នឹងគឺគេអាចដាក់បាន3គីឡូបាទនេះលេខ3គីឡូហើយมันត្រឹមតែកន្ត្រកធំខាងមុខទេសូម្បីតែរៀនខាងក្រោយក៏វាធំគ្រាន់បើផងដែរបាទអញ្ចឹងបើសិនជាបងប្អូនណាចង់ដូចថាដាក់អវ៉ាន់ដាក់អីដូចថាយើងdelivery ក៏យើងអាចប្រើប្រាស់ម៉ូតូនេះផងដែរហើយបើសិនជាយើងចង់ធ្វើដំណើរទៅណាមិនបាច់ delivery ម៉ូតូនេះពណ៌អញ្ចឹងស្អាតបងប្អូនស្អាតមែនតើអញ្ចឹងមិនបាច់ delivery យើងជិះផ្លូវការធម្មតាក៏បានដូចគ្នាផងដែរហើយយើងអត់ភ្លេចទេកន្ត្រកខាងមុខបងកន្ត្រកខាងមុខនេះគឺយើងអាចដាក់កំប៉ុងទឹកកំប៉ុងអីក៏បានផងដែរហើយម៉ូតូនេះគឺជាប្រភេទម៉ូតូអាគប់ជប៉ុនបងប្អូន 110cc ខ្ញុំគិតថាពីនេះតទៅស្រុកខ្មែរយើងកាលពីមុនគឺគាត់ចូលចិត្តទិញតែម៉ូតូអសង្ឃឬក៏ម៉ូតូណាដែលពាក់ព័ន្ធជាមួយនឹងប្រទេសថៃហើយដោយសារតាស្រុកយើងហើយនឹងស្រុកថៃហ្នឹងវាមានទៅជាសត្រូវជាមួយគ្នាចោះដូចថាឆ្លោះគ្នាហើយអញ្ចឹងសួរថាថ្ងៃក្រោយទៅរបៀបម៉េចអ្នក maker ឬក៏អ្នកដែលផលិតម៉ូតូនៅស្រុកថៃហ្នឹងឬក៏អ្នកផលិតគ្រឿងឧបភោគបរិភោគអីហ្នឹងខ្ញុំគិតថាចុយអញស្នេហាជាតិអញដែរវិញអ្នកនៅថៃបងប្អូនអញ្ចឹងអញដាក់ដូចថាអញដាក់អាជាតិគីមីនេះបន្តិចទៅមើលបន្ថែមមកវាបន្តិចចឹងទៅឲ្យលក់បានយូរខ្លាចdelay រៀងយូរបន្តិចប៉ុន្តែអ្នកប៉ះពាល់សុខភាពមិនប៉ះពាល់ទៅអញមិនដឹងទេអាហ្នឹងប្រហែលជាអ្នកដែលគេធ្វើនៅស្រុកថៃគេអញ្ចឹងព្រោះគេស្នេហាជាតិគេដែរហើយអញ្ចឹងអីគុណភាពអីប្រហែលជានឹងអាចធ្លាក់ចុះក្រឹបតែម្ដងបានឲ្យតែរបស់នាំជាតិចាញ់គឺគេនឹងទម្លាក់គុណភាពហើយគេប្រហែលជាដើម្បីចង់ធ្វើបាបអ្នកនៅក្នុងស្រុកយើងវិញណាហើយពាក់ព័ន្ធជាមួយម៉ូតូឬក៏គ្រឿងបន្លាស់ស្អីដែលយើងយកមកពីថៃប្រហែលជាអញ្ចឹងដែរមើលទៅអានេះគ្រាន់តែខ្ញុំស្មានទេបងប្អូនព្រោះឃើញលិចបដាហើយអ្នកដែលនៅស្រុកយើងស្នេហាអ្នកស្រុកយើងប៉ុន្តែសួរថាប្រជាជនថៃប្រជាជនសៀមក៏គេស្នេហាប្រទេសគេផងដែរបាទអញ្ចឹងហើយដើម្បីធ្វើម៉េចឲ្យធ្វើបាបគ្នាយើងឲ្យបានគឺគេចាប់ផ្ដើមបន្ថែមគុណភាពបន្ថយគុណភាពតម្លើងជាតិគីមីនេះតម្លើងនោះដើម្បីឲ្យអ្នកនាំចេញអញ្ចឹងទៅអ្នកដែលទទួលទានគឺមានបញ្ហាសុខភាពអីអញ្ចឹងទៅអានេះអ្វីដែលខ្ញុំគិតទេបាទប៉ុន្តែកុំឲ្យវាដូចជាអញ្ចឹងពេកចុះអញ្ចឹងម៉ូតូអាគប់នេះគឺបោះជប៉ុនបងប្អូនអាចជិះយកទៅគឺដឹងតែកាន់ឆ្នាំហើយល្បីទៀតបងប្អូនដើម្បីថាអសងចិនចំនួនក្រោយបោះម៉ូតូមកពីថៃហ្នឹងឲ្យតាពេលណាបដូរទៅជាប្រើប៊ិចវិញដូចជាមានលក្ខណៈថាវាអន់ម៉ាស៊ីនអន់នេះអន់នោះខ្ញុំចូលមើល comment ទៅគេនិយាយដូចគ្នាច្រើនណាស់បងប្អូនអញ្ចឹងហើយយើងស្អប់ថៃផងមិនចូលចិត្តថៃផងអញ្ចឹងសាកមើលម៉ូតូអាគប់របស់ជប៉ុនវិញម្ដងទៅមើលបាទម៉ូតូនេះមានភ្ជាប់មកជាមួយនឹងកូនសោដូចមាន2គ្រាប់ផងដែរបាទ 4000 គីឡូទេបងប្អូន 4000 គីឡូទេហើយមានអារ៉ៃបាំងនេះមកថែមទៀតទប់ខ្យល់ហើយមានកម្ដៅដៃមួយមកបន្ថែមទៀតយើងជិះយូរឆ្ងាយគឺយើងអាចបើកអាកម្ដៅដៃនេះឲ្យវាក្ដៅបានណាបងប្អូនហើយមានអីទៀតអានេះមានកូនសោទូចមួយបងប្អូនដឹងវាចាក់យកអីប្រហែលជាកូនសោនេះហើយបងប្អូនប៉ុន្តែភ្ជាប់ទៅឲ្យបងប្អូនទាំងអស់តែម្ដងបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយបើសិនជាពេញចិត្តចាប់អារម្មណ៍ប្រភេទម៉ូតូអាគប់ 110 របស់ជប៉ុនចំនួននេះគឺប្រហែលជាចំនួន2012បាទបងប្អូនអាចតាក់ទងយើងខ្ញុំតាមប្រអប់ផ្សារបានបាទអញ្ចឹងសូមអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយៗទៀតបាទ